ជំរាបសួរបងប្អូនទាំងអស់គ្នានឹងថ្ងៃខានជួបគ្នាយូរហើយឥឡូវមកជួបគ្នាវិញហើយហើយបងប្អូនទាំងអស់គ្នាមាននឹកខ្ញុំអត់បើសិនជានឹកចុះ comment ម្នាក់មួយមកអូខេអញ្ចឹងខាននិយាយវីដេអូយូរហើយមកនិយាយវិញរៀងជាប់អ្នកនរគ្នាអត់សូវលះអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាខាននិយាយវីដេអូយូរដូចខ្ជិលមកយ៉ាងអ្នកនរគ្នាខ្ជិលហ្មងមិនដឹងថាភាពខ្ជិលនឹងវាមកពីណានៅជាប់ខ្លួននឹងរហូតបេះអត់ចេញឥឡូវ ថ្ងៃនេះគឺខ្ញុំមានរឿងចំនួន2រឿងចង់មកចែកម្លែកឲ្យបងប្អូនទាំងគ្នាបានស្ដាប់កម្សាន្តហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងមកចូលសាច់រឿងទាំងអស់គ្នាអូខេខ្ញុំមាន2រឿងថ្ងៃហ្នឹងរឿងទី1គឺរឿងប្អូនស្រីម្នាក់គាត់នៅកូរ៉េហ្នឹងតែមិនមែនជារឿងរបស់គាត់ទេគឺរឿងរបស់តាគាត់ហ្នឹងហើយគាត់ចែកម្លែកមកខ្ញុំហើយរឿងមួយទៀតគឺជារឿងបងស្រីរបស់ខ្ញុំផ្ទាល់ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងមកស្ដាប់តគ្នារឿងទី1ហ្នឹងគឺខ្ញុំនិយាយរឿងបងស្រីខ្ញុំមុនហ្នឹងហើយ អញ្ចឹងបងស្រីខ្ញុំគឺគាត់រស់នៅខេត្តបាត់ដំបងអ្នកគ្នាគាត់នៅតូព្រំដែនប្រទេសសៀមណាអ្នកគ្នានៅតូព្រំដែនប្រទេសសៀមអញ្ចឹងគាត់ថារឿងហ្នឹងកើតឡើងនៅកំឡុងឆ្នាំ2000ជាងអ្នកគ្នាកាលហ្នឹងដូចជាខ្ញុំអាយុប្រហែលជា7-8ឆ្នាំហ្នឹងឯងខ្ទង់2007អីហ្នឹងអូខេអញ្ចឹងគាត់បានប្រាប់ថានៅពេលហ្នឹងគឺមានគ្រួសារមួយគាត់មកធ្វើការហើយមករស់នៅម្ដុំជ្រកផ្ទះរបៀបនៅស្រុកហ្នឹងអ្នកគ្នាយល់អត់គេដាំដំឡូងដាំពោតដាំសណ្តែកនៅពេលដែលជំនាន់នោះសម្បូរកម្មករទៅធ្វើមែនតើព្រោះដោយសារតែអត់ទាន់មានគេពេញនិយមទៅស្រុកសៀមអញ្ចឹងណាអញ្ចឹងគេមកដល់ខែកាច់ពោតកម្មករមកពីខាងណាអីអញ្ចឹងគេមកកាច់ពោតនៅខាងខេត្តបាត់ដំបងហ្នឹងអូខេអញ្ចឹងគាត់បានប្រាប់ថានៅពេលហ្នឹងគឺមានកម្មករមកស្នាក់នៅជ្រុកគាត់ហើយនៅជំនាន់នោះអត់ទាន់មានដូងភ្លើងបូមភ្លើងឬមកក៏អីទេគឺគេប្រើដូងរបៀបជីកណាអ្នកគ្នាជីកជ្រៅទៅដីប្រហែលជា4-10ម៉ែត្រអីអញ្ចឹងខ្ញុំអត់ច្បាស់ទេអញ្ចឹងគេថាជីកឲ្យមានទឹកហើយគេមានខ្សែយោងណាអ្នកគ្នាពេលយើងកាត់កណ្តុងមកយើងចងខ្សែហើយយើងបោះទៅក្រោមហើយយើងយោងទឹកឡើងលើហ្នឹងគឺគេប្រើទឹកបែបហ្នឹងអញ្ចឹងគាត់បានប្រាប់ថាពេលហ្នឹងគឺមានក្រុមគ្រួសារមួយដែលខ្ញុំអត់សុំថាគាត់មកពីខេត្តណាទេគាត់បានមកស្នាក់នៅជ្រុករបស់គាត់អញ្ចឹងនៅកលៀតចំហៀងផ្ទះរបស់គាត់ហ្នឹងគឺមានដូងអ្នកគ្នាដូងជ្រៅប៉ុន្តែគេធ្វើបែបជា4ជ្រុងណាហ្នឹងហើយគេធ្វើ4ជ្រុងគឺឈើព័ទ្ធជាត្រីកោណអញ្ចឹងគេធ្វើកម្ពស់ប្រហែលបើសិនជាកម្ពស់មនុស្សចាស់ឈរទៅប្រហែលជាធំជង្គង់អីឬមួយក៏ធំកាភ្លើណាអញ្ចឹងមនុស្សចាស់អាចឈរទៅអាចតែធំកាភ្លើមនុស្សចាស់តែបើកូនក្មេងអាចនឹងថាលិចក្បាលអីអញ្ចឹងនឹងឯងហើយពេលហ្នឹងគាត់បានប្រាប់ថាចំហៀងផ្ទះគាត់មានដូងមួយចំហៀងខាងក្រោយផ្ទះហ្នឹងហើយនៅជិតជរុកដែលកម្មករគាត់នៅហ្នឹងណាហើយនឹងខាងមុខផ្ទះគាត់មានដូងមួយទៀតអាហ្នឹងក្រោយចាំខ្ញុំនិយាយភាសាទៀតគាត់មិនមែនធ្វើខាងមុខផ្ទះឯងគឺចំហៀងខាងឆ្វេងផ្ទះគាត់ហ្នឹងខ្ញុំអត់ច្បាស់ថាខាងឆ្វេងឬខាងស្ដាំព្រោះគាត់លុបចោលហើយអឺគាត់ប្រាប់ថានៅចំហៀងផ្ទះគាត់នៅចំហៀងខាងមុខផ្ទះមានមួយនិងចំហៀងខាងក្រោយផ្ទះមានមួយអញ្ចឹងវាមានដូងពីរដូងមួយទៀតសម្រាប់កម្មករនៅពេលដែលខែប្រមូលផលពោតឬក៏សណ្តែកឬក៏ល្ងអីចឹងគេមិននៅគេប្រើទាំងដូងហ្នឹងតែយើងជាម្ចាស់ផ្ទះយើងប្រើដូងគេហៅដូងយោងដៃហ្នឹងដូងយោងដៃមួយទៀតនៅខាងចំហៀងខាងមុខផ្ទះគឺដែលឡែកពីគ្នាអញ្ចឹងជ្រុកហ្នឹងគឺអត់មាននៅជិតផ្ទះគាត់ទេគឺនៅរៀងខាងក្រោយផ្ទះគាត់ហើយរៀងឆ្ងាយគាត់បានប្រាប់ថានៅពេលហ្នឹងកម្មកររបស់គាត់ហ្នឹងមិនមែនធ្វើការឲ្យគាត់ទៀតទេដោយសារតាគាត់ប្រមូលផលអស់ហើយរបស់គាត់គឺប្រមូលផលអស់ហើយអញ្ចឹងកម្មករគាត់ហ្នឹងគឺត្រូវទៅប្រមូលផលអ្នកផ្សេងឬក៏តកែផ្សេងបានតែអាចរស់នៅចរុករបស់គាត់បានដោយសារតែកម្មកររបស់គាត់ហ្នឹងជួយការងារគាត់ហើយបានគេទៅរកការងារផ្សេងទៀតគាត់អូខេអត់អីទេគឺបែបហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងកម្មកររបស់គាត់គឺមានកូនមកអីដែរគេមានប្តីមានម៉ែមានពុកមានកូនមានអីចឹងគឺមកជាមួយគ្នាប្រហែលគេមករបៀបដូចជាក្រុមគ្រួសារអញ្ចឹងណាហើយគាត់ថាថ្ងៃហ្នឹងគឺអត់មានធ្វើការនៅខាងផ្ទះគាត់អីទៀតទេចការគាត់ប្រមូលផលរួចអស់ហើយគឺកម្មករដែលនៅជ្រុករបស់គាត់ហ្នឹងគាត់ទៅធ្វើការកន្លែងតកែអ្នកផ្សេងប៉ុន្តែគាត់រស់នៅកន្លែងហ្នឹងធម្មតាដូចខ្ញុំនិយាយមិញអញ្ចឹងគាត់បានប្រាប់ថានៅពេលដែលគេទៅធ្វើការហ្នឹងគឺគេមានកូនប្រុសកម្មករគាត់ហ្នឹងណាគេមានកូនប្រុសប្រហែលជាអាយុ6ឆ្នាំអី5-6ឆ្នាំហ្នឹងខ្ញុំអត់ចាំទេប្រហែលតែដឹងក្តីហើយព្រោះអាចមើលប្អូនអាចមើលអីបានហើយអញ្ចឹង
គាត់មានកូនប្រុសមួយហើយនិងកូនស្រីមួយប៉ុន្តែកូនស្រីគាត់ហ្នឹងគឺអាយុទៅតែ4ឆ្នាំទេអ្នកនរគ្នាកូនស្រីរបស់គាត់ណាគាត់ថាបងស្រីខ្ញុំថាកូននោះខ្ជូតមែនតើសហើយសក់ឲ្យរឿងរួញណាហើយប្រហែលជា4-5ឆ្នាំអីហ្នឹងឯងហើយអឺពេលហ្នឹងគឺពុកម៉ែរបស់គាត់ហ្នឹងគឺទៅធ្វើការបាត់ហើយអញ្ចឹងគាត់ទុកឲ្យកូនប្រុសរបស់គាត់ដែលជាបងហ្នឹងឲ្យនៅផ្ទះមើលប្អូនគាត់បានដាំបាយដាំអីទុកឲ្យអីអញ្ចឹងហើយគាត់នៅនៅមើលប្អូននឹងនៅផ្ទះនៅខាងជ្រុកខាងក្រោយនឹងហើយពេលថ្ងៃអីចឹងនាំប្អូនមកលេងផ្ទះបងខ្ញុំអូ sorry អ្នកគ្នាខ្ញុំភ្លេចប្រាប់ផ្ទះរបស់បងខ្ញុំនឹងគឺគាត់លក់អីវ៉ាន់ដែរហ្នឹងហើយគាត់ផ្ទះទៀមណាអ្នកគ្នាមិនផ្ទះខ្ពស់អីទេនៅភាគច្រើននៅជំនាន់2007អីហ្នឹងនៅខាងជីដែនហ្នឹងគឺគេធ្វើផ្ទះឈើផ្ទះទៀមអ្នកគ្នាហើយគេតយ៉ាប់ពីមុខមកគឺគេលក់អីវ៉ាន់អីចឹងណាអញ្ចឹងបងខ្ញុំថាគាត់លក់អីវ៉ាន់ច្រើនមែនតើពេលហ្នឹងគឺលក់អីវ៉ាន់ហូបចុកអីហ្នឹងហើយពេលហ្នឹងគាត់អត់លក់បន្លែទេចង់បញ្ជាក់យ៉ាងគាត់លក់តែនំកូនក្មេងទឹកក្រូចទឹកកំប៉ុងអីហ្នឹងហើយពេលហ្នឹងក៏ពេលថ្ងៃឡើងគាត់ឃើញកូនស្រីកូនប្រុសគាត់ហ្នឹងបងហ្នឹងនាំកូនស្រីតូចហ្នឹងមកលេងនៅមុខផ្ទះនៅអីហ្នឹងមួយកូនរបស់គាត់ពេលហ្នឹងគឺបងខ្ញុំមានកូន2នាក់ប្រុសមួយស្រីមួយដែរហ្នឹងហើយគឺជាក្មួយរបស់ខ្ញុំនឹងឯងឥឡូវធំហើយអញ្ចឹងគាត់ថាពេលហ្នឹងគឺកូនគាត់ក៏នៅទូចមកលេងជាមួយគ្នាអញ្ចឹងជាធម្មតានៅខាងហ្នឹងអត់សូវមានផ្ទះអ្នកគ្នាគឺដាច់ដល់ឡែកហ្មងភាគច្រើនគឺផ្ទះមួយម្លងប្រហែលជាឆ្ងាយសិតតែព្រៃសិតតែចកាអញ្ចឹងម្លងអត់មានផ្ទះមួយទៀតហើយពេលហ្នឹងគាត់ក៏អត់ចាប់អារម្មណ៍ទេគាត់កំពុងលក់ដូរអញ្ចឹងគាត់ក៏យកពេលថ្ងៃប្រហែលជាម៉ោងថ្ងៃបាយហើយគាត់នាំកូនគាត់ហ្នឹងមួយទឹកមួយអីហើយមួយទឹកនៅដងខាងមុខចំហៀងផ្ទះគាត់ហ្នឹងមួយហើយគាត់ក៏នាំកូនគាត់ទៅដេកអញ្ចឹងគាត់ក៏បានឲ្យគាត់សួរកូនបងនឹងថាអូនបាយទឹកហើយនៅខ្ញុំសុំអត់បញ្ចេញឈ្មោះគាត់ទេហើយឥឡូវនោះគាត់ធំហើយអញ្ចឹងគាត់ថាបាយទឹកបាយអីហើយនៅគាត់ក៏ថាបាយហើយហើយមីងម៉ែគាត់ទុកម្ហូបទុកអីឲ្យអញ្ចឹងណាអញ្ចឹងគាត់ក៏សួរនាំឲ្យគាត់ក៏ឲ្យនំឲ្យអីហូបខ្លះចឹងទៅបងខ្ញុំក៏ប្រាប់ថានាំប្អូនទៅដេកទៅថ្ងៃហើយចាំល្ងាចចាំមកលេងទៀតថ្ងៃអាសៀលតិចកុំឲ្យម៉ែថាឲ្យអញ្ចឹងពេលខ្ញុំសុំបកក្រោយទេអ្នកគ្នាភាគច្រើនគឺពេលដែលគេទៅធ្វើការហ្នឹងគឺគេអត់មកហូបបាយផ្ទះវិញទេគឺគេជិះអាទិះគោមិនមែនអាទិះគោនៅខាងនោះគឺមានអាត្រាក់ពេលហ្នឹងក៏គេប្រើអាទិះគោដែរខ្ញុំធ្លាប់ទៅកាលពីខ្ញុំនៅក្មេងៗដែរឆ្នាំប្រហែលជា2010 11ហ្នឹងខ្ញុំទៅគេប្រើអាទិះគោឯដែរតែអាទិះគោមិនមែនអាទិះគោកង់ឈើណាគ្នាអាទិះគោកង់ឡានអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺម៉ែរបស់គាត់ហ្នឹងគឺវិចបាយវិចអីហើយគឺយកទៅចកាយទៅហូបនៅចកាហ្នឹងតតែពេលល្ងាចប្រហែលជាខ្ទង់ម៉ោង5អីបានគាត់មកវិញគាត់ចូលធ្វើការពេលព្រឹកចេញល្ងាចចូលអញ្ចឹងពេលហ្នឹងបងប្រុសហ្នឹងក៏នាំប្អូនមកក្រោយវិញមកជ្រុកក្រោយផ្ទះបងខ្ញុំហ្នឹងណាអញ្ចឹងបងខ្ញុំគាត់បានឲ្យកូនឲ្យអីដេកគាត់យកកូនយកអីឲ្យដេកហើយពីអ្នកបងប្អូនហ្នឹងក៏ទៅក្រោយទៅដេកតែបញ្ជាក់មានក្មេងៗទៀតប៉ុន្តែក្មេងខ្លះក៏គេទៅតាមម៉ែគេក្មេងខ្លះក៏អត់ទៅអញ្ចឹងតែផ្សេងគ្នាគេធំអស់ហើយមានតែពីអ្នកបងប្អូនហ្នឹងទេបងរៀងធំហើយរៀងដឹងក្តីប្រហែលជា6 7ឆ្នាំអីដែរអញ្ចឹងតែប្អូនគ្នាស្រីហ្នឹងទៅតែ4 5ឆ្នាំអីទេអញ្ចឹងបងខ្ញុំអត់បានចាប់អារម្មណ៍ថាមានរឿងអីទៀតគាត់អត់ដឹងទេគឺគាត់នៅផ្ទះខាងមុខនេះគាត់នៅលក់អីវ៉ាន់ហើយគាត់នៅមើលកូនអញ្ចឹងស្រាប់តែពេលល្ងាចរឿងហ្នឹងគឺដល់កន្លែងចូលសាច់រឿងហើយស្រាប់តែពេលល្ងាចហ្នឹងម៉ែគាត់ហ្នឹងបានមកពីធ្វើការឲ្យគេវិញហ្នឹងហើយមកដល់ផ្ទះគាត់ក៏រៀបចំដាំបាយដាំអីហើយគាត់មកទិញម្ហូបនៅខាងមុខផ្ទះបងខ្ញុំហ្នឹងហើយគាត់អត់ទាន់បានសួរកូនគាត់ថាប្អូនតាណាទេព្រោះគាត់គិតថាប្រហែលជាកូនគាត់ទៅលេងនៅផ្ទះទៅនៅម្ខាងផ្លូវទៀតឬមកក៏ទៅណាព្រោះអីគាត់អត់មកភ្លាមគាត់អត់ទាន់បានជួបកូនគាត់ប្រុសហ្នឹងទេហ្នឹងហើយអញ្ចឹងតែចម្លែកទៀតបងខ្ញុំប្រាប់ថានៅពេលហ្នឹងគាត់អត់ចាប់អារម្មណ៍ដែរគាត់អត់បានឃើញពីអ្នកបងប្អូនហ្នឹងមកលេងនៅខាងមុខផ្ទះគាត់ទៀតទេមួយកូនគាត់ទៀតទេប្រហែលជាថ្ងៃអាសៀលប្រហែលជាម៉ោង3អីហ្នឹងបងខ្ញុំគាត់កូនគាត់ងើបទៅហើយគេលេងពីអ្នកបងប្អូនគេនៅមុខហ្នឹងតែអត់ឃើញពីអ្នកបងប្អូនហ្នឹងមកលេងទេអញ្ចឹងគាត់បានម៉ែគាត់មកទិញហើយគាត់ក៏និយាយគាត់ប្រហែលជាខ្ទង់ម៉ោង5អីហ្នឹងគាត់មកទិញម្ហូបគាត់មកទិញនៅផ្ទះបងខ្ញុំមានមាន់គេដាក់ក្លាសេមានសាច់ជ្រូកមានត្រីត្រីតកកត្រីគេដាក់នៅក្លាសេទូ
tu có hòm là này hai cái váy tự có đã class chẳng class nương tu có ho miên muôn miên thầy miên sạch trần đây chẳng từ chẳng pe nâng bài chỉ tông mong phèm chiêng nâng mái bỏ quát bàn mái men pi nãn nâng quát bàn mà tinh mà hôm nâng hàng một nâng hãy quát có bàn chạy thà quát xua bong nhưng cả thám trai miên khơi côn quát nó lên nâng ọt bồ pe để quát mà nó tiệm mình quát ở bàn khơi phò ở côn phò quát nâng côn sấy quát tì chẳng trai nhưng có thằng pe pe phật hai chiếc tông mong đọc mình đọc ấy nắng quạt khơi mà lên một con quạt là ngày phải chỉ mong đọc pi ấy nắng bài ngày hai quạt bạn đinh ỏi từ nông ôn từ đệ tử của cùng nơi lên ấy tiết quạt ỏi con quạt đệ này chẳng nhưng mà làm thay nhung vậy chẳng chẳng chứ nào nó chẳng là hồn chẳng vậy ok có bạn vậy kia xua cho lăngให้bong nhung cả thà quạt đăng tê quạt khơi đập pi pi ហើយជាខ្ទង់ម៉ោងបាយចិត្តបាយថ្ងៃប្រហែល10 11ហ្នឹងគាត់ឃើញមកលេងតែពេលល្ងាចថ្ងៃអាសៀហ្នឹងគាត់អត់បានឃើញមកលេងទេអញ្ចឹងបងខ្ញុំគាត់បាននិយាយច្រើនដែរគាត់រវល់លក់អីផ្សេងទៀតអញ្ចឹងណាហើយគាត់ម៉ែរបស់ក្មេងពីរនាក់ហ្នឹងក៏គាត់ទៅវិញគាត់ធ្វើម្ហូបទៅហើយប្រហែលជាម៉ោង6ក៏ឃើញកូនប្រុសគាត់ដើរមកកាន់ជាពីមអ្នកគ្នាកាន់ជាពីមគឺមកតែឯងទេកាន់ជាពីមមកពីមកខាងផ្សេងផ្លូវផ្សេងទៀតដើរមកគេសៀតជំនាន់ហ្នឹងក្មេង គេលាកតខោហើយគេអត់ពាក់អាវទេគេសៀតជាពីមនៃចកេះហើយគេកាន់សัตว์អីមកហូរអញ្ចឹងរបៀបអញ្ចឹងម៉ែគាត់ក៏បានសួរអាអូនមកអូនទៅណាហើយដើរបាញ់សัตว์ហ្នឹងប្អូននៅណាហើយកូនប្រុសហ្នឹងឥឡូវខ្ញុំដាក់ឈ្មោះកូនប្រុសហ្នឹងដាក់ថាមកអេចាស់តែគាត់ប្អូនខ្ញុំឯងគាត់ប្អូនខ្ញុំឯងឥឡូវហ្នឹងគាត់នៅគាត់ប្អូនខ្ញុំឯងគាត់ថាប្អូននៅណាហើយមិនបានទៅបាញ់សัตว์ហើយអត់មើលប្អូនហើយប្អូនប្រុសហ្នឹងក៏គាត់ប្រាប់ថាម៉ែប្អូនដេកនៅលើនេះហ្នឹងដេកនៅក្នុងផ្ទះហ្នឹងក្នុងជ្រុកណាគ្នាជ្រុកដេកនៅតែខ្ញុំ sorry ខ្ញុំភ្លេចបញ្ជាក់ជ្រុកហ្នឹងគឺមិនមែនជ្រុកនេះណាគ្នាគេធ្វើរបៀបដូចផ្ទះអញ្ចឹងគេមានជើងសសរផែជាកន្លះម៉ែត្រហើយគេធ្វើជ្រុកហ្នឹងរបៀបដូចផ្ទះអូខេដូចផ្ទះប៉ុន្តែនៅពេលដែលមានកម្មករមកនៅគឺគេកាច់ពោតគេអីបានគឺគេយកដាក់ក្នុងជ្រុកហ្នឹងឯងពោតក្រហមរបស់យើងហ្នឹងគេកាច់យកទៅស្តុកទុកក្នុងជ្រុកហ្នឹងនៅពេលដែលមានកម្មករកាច់តនឬមកក៏មានពួកសៀមវាមកទិញអញ្ចឹងគឺគេលក់អស់អត់មានអីដាក់ជ្រុកទេអញ្ចឹងកម្មករអាចស្នាក់នៅបានអញ្ចឹងយើងធៀបចោលហើយហ្នឹងហើយគាត់ក៏បានថាប្អូនដេកនៅលើផ្ទះហ្នឹងតើខ្ញុំឲ្យវាដេកឲ្យបានខ្ញុំទៅដើរបាញ់សัตว์អញ្ចឹងមីងនឹងខ្ញុំដាក់មីងខ្ញុំគួរតែដាក់ឈ្មោះឲ្យគាត់មីងអ៊ីខ្ញុំដាក់មីងអ៊ីអូខេមីងអ៊ីគាត់ក៏ភ្ញាក់គាត់ថាប្អូនដេកនៅលើផ្ទះឯណាមិនអញមិនឃើញគាត់និយាយក្រៀមភាសាចាស់គាត់និយាយជាមួយម៉ែកូនគាត់គាត់ថាមិនអញមិនឃើញប្អូនដេកនៅលើផ្ទះមិនអញមិនឃើញអញមកដល់តាំងពីម៉ោង5ឥឡូវម៉ោង6ប្អូននៅណាហើយដើរបាញ់សัตว์គាត់ស្លុតសួរហើយពេលហ្នឹងក៏គាត់ស្រែកហៅប្តីរបស់គាត់ពេលហ្នឹងប្តីរបស់គាត់កំពុងតែអង្គុយហូបចុកគ្រឿងនេះជាមួយអ្នកចរុកដូចគ្នាប្រុសផ្សេងទៀតហ្នឹងគាត់ក៏ស្រែកហៅប្រាប់ឲ្យប្តីគាត់ហ្នឹងទៅរកកូនព្រោះអីបងអាកូនបងហ្នឹងមកហើយប៉ុន្តែអត់ឃើញប្អូនទេគឺទៅដើរបាញ់សัตว์ម៉ោង6ហើយទៅទៅចូលផ្ទះចុះប្អូននៅណាហើយដល់ពេលសួរទៅវាថាប្អូនដេកនៅលើផ្ទះវាឲ្យដេកប្រហែលជាម៉ោងបាយថ្ងៃម៉ោង3វាលេងមួយប្អូនហើយវាឲ្យប្អូនវាដេកនៅលើផ្ទះវាដើរទៅបាញ់សัตว์អញ្ចឹងគាត់ក៏ភ័យស្លាយស្លន់ហើយព្រោះកូនវាអត់ដឹងទៅណាទេក្មេងទៅតែអាយុ4ឆ្នាំ5ឆ្នាំដល់គ្នាទៅណាគ្នាអត់ដឹងថាដើរទៅណាទៅណីអត់ស្គាល់ណាគេទេគ្នានៅក្មេងមែនតើអញ្ចឹងគាត់ក៏បានប្រាប់ប្តីគាត់ហៅម៉ែគាត់ហៅអីហ្នឹងទៅជួយរកកូនគាត់ទៅរកណាអ្នកគ្នារកអត់ឃើញទេគាត់ដើររកតាំងពីម៉ោង6ដែលសួរកូនគាត់នោះគាត់វាយពេលហ្នឹងគាត់ថាបងខ្ញុំគាត់និយាយថាគាត់វាយកូនប្រុសនឹងសាហាវមែនតើវាយមែនតើដល់ពេលអញ្ចឹងគាត់ផ្អាកវាយគេមកហាមគេមកខាត់ដូចចឹងផ្អាកវាយក៏ទៅរកកូនទៀតណាដើរសួរតាមផ្ទះចិត្តខាងឬមកក៏តាមព្រៃពោតតាមព្រៃដលងអីរកអត់ដល់គ្នាតាំងពីម៉ោង6ហ្នឹងរហូតដល់ម៉ោង10ហ្នឹងហើយដល់ម៉ោង10រហូតសពគ្រប់កន្លែងហើយគាត់អង្គុយយំគាត់បងខ្ញុំពេលហ្នឹងក៏
គាត់បានជួយរកដែរដោយសារតែគាត់បិទតូបធំម៉ោង7កន្លះអីគឺគាត់បិទអីអស់អ្នកមកទិញគាត់បិទគាត់ទៅជួយរកមួយប្តីគាត់មកអីប៉ុន្តែគាត់អត់បានរកឆ្ងាយទេព្រោះគាត់មានកូន2នាក់សម្រាប់មើលថែដែរអញ្ចឹងគឺប្តីរបស់គាត់បានទៅជួយរកនៅពេលដែលរកអំឡុងម៉ោង10អស់ចិត្តហើយអត់ឃើញគាត់ក៏អស់សង្ឃឹមលក្ខណៈថាអ្នកចរុកហ្នឹងក៏គេអត់មានណាគេនៅស្រុកដែរគេជួយរកដូចគ្នាពួកគ្នាក្មេងស្រីហើយអត់គ្នាអត់ដឹងថាទៅណាអីបាត់អញ្ចឹងឬមកក៏ចូលព្រៃពោតចូលព្រៃដលងអីតែរកអត់ឃើញអ្នកគ្នាតែខ្ញុំគិតថាអានេះបើសម្រាប់ខ្ញុំណាខ្ញុំគិតថាកូននឹងដេកមែនកូនស្រីនឹងដេកមែនហើយកូនបងនឹងក៏ទៅបាញ់សัตว์អីទៅព្រោះគិតថាអូប្អូនដេកឯងប្រហែលជាប្អូនវាមិនអាចទៅណាទេដោយសារតែប្អូនដេកហើយអញ្ចឹងគាត់រកអស់ចិត្តហើយអ្នកចរុកផ្សេងទៀតក៏គេថាស្អីត្រូវធ្វើការម៉ោង10អីចឹងគេត្រូវទៅមួយទឹកមួយអីអញ្ចឹងណាគេមួយទឹកយោងអីមួយធម្មតាអញ្ចឹងជំនាន់ហ្នឹងណាគ្នាដឹងស្រាប់ហើយមានភ្លើងគីឡូទេ2007គាត់ថានៅខាងនោះសិតភ័យអត់មានភ្លើងគីឡូទេអញ្ចឹងគឺប្រើភ្លើងអាគុយនិងភ្លើងគោមអាភ្លើងហ្វារបៀបគេដាក់ចោលហ្វាហ្នឹងខ្ញុំដឹងហើយតែនឹងថាគាត់អត់មានភ្លើងគីឡូប្រើទេប្រើភ្លើងម៉ាស៊ីនឬក៏អាគុយហ្នឹងហើយអញ្ចឹងនៅពេលហ្នឹងគាត់ធម្មតាយោងទឹកណាគ្នារបៀបល្ងឹតណាគេប្រើភ្លើងចាស់មកតិចបើកអាគុយពីចរុកមកវាល្ងឹតបើខ្ញុំនិយាយស្ថានភាពពេលហ្នឹងណាដងហ្នឹងត្រូវនៅចំហៀងខាងក្រោយផ្ទះបោះបងស្រីខ្ញុំប៉ុន្តែវាត្រូវនៅខាងមុខចរុកនៅខាងមុខចរុកឬក៏ផ្ទះរបស់កម្មករស្នាក់នៅហ្នឹងគឺនៅខាងមុខប៉ុន្តែមិនមែនមុខផ្ទះហ្មងគឺប្រហែលជាចម្ងាយពីមុខជ្រុកហ្នឹងប្រហែលជា500ម៉ែត្រតែនៅចំហៀងនៅហើយនៅដងហ្នឹងគឺមានដើមស្វាយបញ្ជាក់គឺមានដើមស្វាយនៅនឹងចិត្តដើមដងហ្នឹងគឺធំមែនតើដើមស្វាយហ្នឹងតែអត់ដល់របៀបថាអត់ដល់មកអោបមនុស្សធំមនុស្សផុសហ្នឹងណាអត់ដល់ទេខ្ញុំធ្លាប់ឃើញស្វាយហ្នឹងហើយខ្ញុំក៏ធ្លាប់ឡើងបេះដែរតែឥឡូវកាប់ចោលបាត់ហើយអត់មានទេដើមស្វាយនោះគឺធំមែនតើធំលក្ខណៈស្លឹកវាគឺធំហ្មងដើមធំហើយស្លឹកវាខ្ញុំបាក់និយាយវារិចធំមិនស្លឹកនឹងធំដូចស្លឹកពោណាគឺបែកមែកច្រើនអញ្ចឹងនៅពេលដែលវានេះហើយវាមកលុបខំដងហ្នឹងមកអញ្ចឹងគេមកយោងទឹកមួយអីធម្មតាអីអញ្ចឹងស្រាប់តែពេលហ្នឹងក៏មានមីងម្នាក់គាត់មួយទឹកក្រោយគេគាត់ប៉ុន្តែបញ្ជាក់បងដែលកូនគាត់បាត់ហ្នឹងគាត់អត់មានតន់បានមកមួយទឹកអីទេគាត់អស់ចិត្តទេគាត់នៅដើររោមគ្រួសារគាត់នឹងទៀតជាមួយកូនគាត់មួយប្តីគាត់មួយម៉ែគាត់អញ្ចឹងដើររកកូនទៀតចាំតែគេអ្នកផ្សេងហ្នឹងគេមកមួយទឹកធម្មតាអញ្ចឹងមីងនឹងគាត់មកមួយក្រោយគេគាត់ក៏យោងទឹកឲ្យរបៀបមួយល្ងឹតណាដងល្ងឹតតែយោងយើងតម្លាក់ទៅវាតែងតែលឺភ្លុងថតអាយោងហ្នឹងអូខ្ញុំជាប់មកយោងទឹកហ្នឹងវាតម្លាក់ចងខ្សែតម្លាក់ទៅវាមិនលឺទៅយើងទុកវាមកស្ទុះហើយវាមិនបឺតទឹកចូលធុងហ្នឹងហើយយើងមិនលើកឡើងនឹងរបៀបចឹងនៅពេលយើងបោះយោងហ្នឹងទៅវាលឺភ្លុងលើកមកលឺភពអញ្ចឹងនៅពេលហ្នឹងគាត់ក៏លើកទៅវាទើរបៀបដូចទើអីលងភុះរបៀបទើដូចអត់បានទឹកáដល់ពេលអញ្ចឹងគាត់ក៏ហៅគាត់ហៅកូនប្រុសគាត់មួយទៀតគាត់ហៅកូនប្រុសគាត់មួយទៀតថាយកពិលគាត់ថាយកពិលមកឈួលមើលគាត់លឺតម្លាក់យោងទៅនៅកន្ទិញដងនោះមានទើសអីអញ្ចឹងប្រហែលជាមិនណាតម្លាក់អីធុងអីចូលទៀតដឹងអញ្ចឹងក៏គាត់ឲ្យកូនគាត់យកពិលមកដល់កន្លែងរន្ធត់ណាអ្នកគ្នាខ្ញុំមានអារម្មណ៍ថាអាណិតផងខ្ញុំព្រឺសពលផងអញ្ចឹងគាត់ឲ្យកូនគាត់អ៊ុយមកខ្ញុំព្រឺចឹងគាត់ឲ្យកូនប្រុសរបស់គាត់យកពិលមកច្បាច់មើលអ្នកគ្នាដឹងឃើញហើយគឺគាត់ឃើញវាថាឃើញច្បាស់ក៏មិនឃើញច្បាស់ដែរគាត់ឃើញសក់ក្បាលហ្នឹងហើយរបៀបដូចក្បាលដំបងឡើយគាត់មិនថាសក់ក្បាលគាត់ថាខ្មៅគាត់ថាដូចជាដូងហ្នឹងហើយគាត់ថាគិតថាដូងធ្លាក់ដឹងព្រោះនៅចិត្តហ្នឹងក៏មានដូងដែរគាត់គិតថាក្មេងប្រហែលជាក្មេងយកដូងមកលេងអញ្ចឹងគាត់ឃើញខ្មៅហ្នឹងហើយពិលហ្នឹងអត់សូវច្បាស់ទៀតគាត់ថាពិលអត់សូវច្បាស់ទេពិលមិនពិលសណាគ្នាពិលលឿងអាពិលច្បាច់ទៅក្រហមហ្នឹងពិលហ្នឹងអូខេអញ្ចឹងគាត់អត់ច្បាស់គាត់ថាណាគេយកដូងមកដាក់ហ្នឹងយកដូងមកបោះអីហ្នឹងអញ្ចឹងក៏គាត់ប្រាប់ឲ្យយកអីមកបញ្ចាំងឲ្យច្បាស់មើលស្អីគេគាត់ដូចរៀងសង្ស័យអញ្ចឹងដូងហ្នឹងមិនរាក់ទេអ្នកគ្នាជ្រៅដែរនៅពេលហ្នឹងកូនគាត់ក៏ទៅយកពិល
អាធំមក7ផ្ទះបងខ្ញុំគាត់ទៅខ្ចីបោះបងប្រុសបងថ្លៃខ្ញុំហ្នឹងគាត់ទៅខ្ចី7គេយួរចុះឲ្យច្បាច់ភពមកសស្គងហ្នឹងអាហ្នឹងគាត់ទៅខ្ចីរបៀបដូច7តាហ៊ានហ្នឹងដល់ហើយគាត់ទៅខ្ចីយកមកច្បាច់មើលស្រាប់តែប្រចាំងទៅអ្នកគ្នាគឺគាត់ថាឃើញក្បាលមនុស្សគឺសក់ក្បាលឲ្យច្បាស់កន្លែងឡើងភពទៅសស្ងាត់គាត់ថាប៉ុន្តែមិនមែនផ្ងាទេគឺកាប់មុខទៅហើយអញ្ចឹងពេលនោះគឺគាត់ស្រែកទាំងកូនគាត់ទាំងម៉ែនឹងស្រែកមកទៅហងមកស្រែកជួយហើយពេលហ្នឹងណាគោម្នាក់គេរត់មកប៉ុន្តែបច្ចៈគ្រួសារកូនស្រីហ្នឹងគឺអត់ទាន់មកទេកន្លែងទៅកូនអញ្ចឹងពូដែលនៅហ្នឹងហើយឬក៏បងខ្ញុំអីរត់មកគឺអែតទៅមើលទៅចុះដងសម្រាប់មនុស្សធំប្រហែលជាធំជឹកលើធំលើជង្គង់បន្តិចទេអញ្ចឹងមកកូនក្មេងវាអាចនឹងធំកឬមកក៏ធំធុងអីហ្នឹងបើក្មេងតាមតូចតាមធំអញ្ចឹងណាតែបើក្មេងស្រីហ្នឹងប្រហែលជាលិះក្បាលបាត់តែខ្ញុំនឹងប្រាប់ថាហេតុអីបានកូននឹងធ្លាក់ចូលអញ្ចឹងគូគាត់ឃើញសក់ក្បាលហ្នឹងគូគាត់ស្រែកហ្មងហើយគាត់ដឹងហ្មងថាគឺជាកូនស្រីហ្នឹងហ្មងកូនទូចហ្នឹងហ្មងអញ្ចឹងគឺស្រែកគាត់ស្រែកខ្លាំងគាត់ស្រែកហៅគ្រួសារដែលបាត់កូនហ្នឹងគាត់ហៅប៉ុន្តែអត់តន់នេះទេគឺគេអាឡែងតអត់អស់ចិត្តគេទៅរកក្នុងព្រៃពោតព្រៃដលងអញ្ចឹងគោនាំគ្នាគិតថាគួរតែចុះទៅយកអត់ពួនដងនោះវារៀងជ្រៅដែរអញ្ចឹងគិតចុះគិតឡើងគោសម្រាប់ចិត្តថាចុះទៅយកតែមុននឹងចុះទៅយកហ្នឹងគោគ្រួសារហ្នឹងគាត់មកហើយគាត់ស្រែកប្រាប់ពេលដែលលើកឲ្យម៉ែគាត់យំខ្លាំងមែនតើម៉ែគោនឹងយំឡើងស្លាប់ហ្មងអត់ដឹងខ្លួនទេយំឡើងស្លាប់ព្រោះបើគិតទៅអាណិតដែរអ្នកនរគ្នាព្រោះគាត់មកធ្វើការគិតថាមករលុយនាំកូននាំគ្រួសារមកកុំឲ្យថាទុកកូននៅម៉ែអត់នៅអីចាំមានណាមើលកូនអញ្ចឹងតែបែរជាមកបែរជាជួបរឿងបែបហ្នឹងពិតជាគួរសោកស្ដាយមែនតើអញ្ចឹងនៅពេលហ្នឹងគោពូដែលនៅនឹងពូគាត់ក៏ចុះទៅយកលើកយកមកដល់គ្នាគឺឡងដូចថាអត់ដឹងថាធ្លាក់តាំងពីស្មានណាទេអ្នកគ្នាបើតាមខ្ញុំគិតទៅបងគាត់ថាបាយហើយឲ្យប្អូនដេកលក់ឲ្យបានទៅបាញ់ណាប្រហែលជាទៅបាញ់សត្វហ្នឹងប្រហែលជាបងគាត់ចេញទៅហើយឬមកកូននឹងដឹងខ្លួនគ្នាងើបមកយំអីអញ្ចឹងក៏អត់ដឹងរបៀបអញ្ចឹងអញ្ចឹងអត់ដឹងថាធ្លាក់ពីស្មានណាតែដឹងថាកូននឹងគឺឡើងមកលើហើយបន្តែរបៀបថាផ្កាប់មុខចេញតែសក់ក្បាលមករបៀបដូចអោនហើយចេញតែសក់ក្បាលអញ្ចឹងផ្កាប់មុខហើយនៅពេលដែលគេស្រង់យកឡើងមកលើហើយគឺម៉ែគាត់ស្លាប់បាត់ហើយពុកគាត់អីនោះយំហើយពេលហ្នឹងគាត់បងខ្ញុំគាត់ថាគាត់គិតតែម្យ៉ាងគឺចប់ហើយគាត់គិតថាចប់ព្រោះគាត់អាណិតផងក្នុងចិត្តគាត់អាណិតហើយគឺមួយទៀតគឺគាត់ខ្លាចដោយសារអីគឺមានក្មេងស្លាប់នៅក្នុងដីរបស់គាត់អញ្ចឹងគាត់គិតរឿងនឹងមួយនឹងអាណិតផងអញ្ចឹងគេក៏ចាប់ផ្ដើមធ្វើបុណ្យធ្វើអីចឹងទៅគេអត់បានទៅស្រុកទេព្រោះដោយសារស្រុកនៅឆ្ងាយអញ្ចឹងក៏រៀបចំធ្វើបុណ្យធ្វើអីនៅនឹងហើយក៏គេយកទៅកប់អញ្ចឹងសពកូននឹងគឺគេយកទៅកប់នៅក្នុងនឹងដែរទេប៉ុន្តែគឺជាដីរបៀបសុំគេកប់នេះខ្ញុំអត់ចាំទេខ្ញុំអត់បានសួរបងខ្ញុំផងទៅកប់នៅនឹងហើយគោម្លងអញ្ចឹងគ្រួសារហ្នឹងក៏គាត់របៀបថារើអ្នកនរគ្នារើអាវ៉ាន់រើរបស់របរហើយក៏ដាច់ចិត្តថាអត់នៅនឹងទៀតទេចង់ទៅស្រុកមួយរយៈសុំទោសអ្នកគ្នាខ្ញុំសុំទឹកសុំផឹកទឹកមួយសិនដោយសារតែស្អូបកពេកនិយាយច្រើនអូខេអញ្ចឹងគ្រួសាររបស់គាត់នឹងក៏បានរៀបចំអាវ៉ាន់ទៅស្រុករបស់គាត់វិញដោយសារតែគាត់ចង់ទៅស្រុកខ្ញុំអត់បានសួរថាកន្លែងហ្នឹងហេតុអីបានជាពេលណាគាត់ចាក់ចេញឬមកក៏មិនខ្ញុំអត់ចាំទេឬក៏ពេលអត់ការងារធ្វើខ្ញុំភ្លេចហើយអញ្ចឹងខ្ញុំគិតចោលថានៅពេលដែលមានរឿងនឹងកើតឡើងគ្រួសាររបស់កូនស្រីហ្នឹងដែលបានស្លាប់ហ្នឹងគឺគាត់បានរើចេញពីចរុកបងខ្ញុំនឹងហើយកម្មករគេត្រូវថានៅពេលដែលអស់ឧទាហរណ៍ថាអស់ប្រមូលផលអស់រដូវពោតអញ្ចឹងអស់ហើយគេត្រូវទៅស្រុកគេវិញអញ្ចឹងនៅពេលដែលគេរដូវគេដាំដលងពេលណាកោះដលងគឺគេមកវិញអញ្ចឹងកម្មករនៅចរុកបងខ្ញុំហ្នឹងគឺគេទៅស្រុកអស់ទាំងម៉ែពុករបស់កូនដែលស្លាប់ហ្នឹងក៏ទៅដែរអញ្ចឹងបងខ្ញុំគាត់ក៏បន្តរស់នៅផ្ទះគាត់ធម្មតាប៉ុន្តែរឿងដែលមិនធម្មតាគឺបានកើតឡើងចំពោះគាត់ប្រាប់ថាប្តីគាត់ក៏មិនសូវនៅផ្ទះដែរដោយសារតែគាត់
thơ chả cá về phật cô quạt tranh tới về nghỉ quạt màu vinh quạt nơi tập bình nhạc côn tê quạt lụa bán phong quạt mưa côn phong chẳng là về thằng ngay thoảng cái này khái chứ này là cái này quạt thằng ngay thoảng mỏ mau bài đọc pi nữa quạt học bài học ấy hai quạt đã cô này đề hai quạt cô côi lụ nở một nắng hay quạt côi mơ ấy chắc ấy quạt ha lư sờ lệnh tá mi hưởng cái lăng nữa á tông này nơi khổng na xoay nữa cứ tục trao thọ mà nà thì ở tòa màn thợ y tế cái sòng dạ sọc hai thợ bón hai giờ tự cọp hai cô ở đời bột nữa cô cầm mà có cái nông này từ sọc về á quát bút nông bật thọ mà nà tông nữa có nơi thọ mà nà dân quát ha mau phải đọc pi nữa quát lư plung lư việc bỏ vô nào cái này bỏ vô châu từ không tắc á đôi nhung hẹp trong bỏ tới lư plung plung tại con chừng nào có thằng hay miền nào cái mau phở từng đồng khối nâng phù quạt ban khẩu bị hại tại khẩu nâng nhưng ban phè tha hồng đồng nâng cái thơ chữ buôn trồng cái váy cả đa buôn trồng á cái chạ chịch ở váy buôn trồng nâng hay cơ miền cả đa khẩu bị lừ cả đa khẩu bị lừ bàn tay mình cái thượng định cùng hổ về cái đa cả đa và đẹp nâng khẩu bị lừ đầu nâng nhưng quạt cái thằng nãy cái một phở từng đồng nâng tiết một quạt ở đây quạt khẩu hại nhưng lư á nào cái này lư mình bắt mà stop lư bắt mà stop ấy lư là hột lư plong 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 lư bỏ vô châu thì không tầng đầu nông hột bỏ là hột chẳng quạt việc đặc này hay gì này cái một phớt quạt đa tại chẳng khỏi tia quạt nó cũng miền phía khỏi đây chẳng nó về để quạt ai thì khỏi tia máu quạt sẽ lắng tầng đầu nó cứ trong hiên hàng khỏi tia quạt khơi đặc đàn sai khơi tầng đầu nè chẳng nó về quạt lắng tầng đầu thòm mà đà admin សកម្មភាពឬមួយក៏អត់មានមនុស្សបើកកំហុសបើកក្តារនឹងចេញឲ្យប្រើទឹកដងអត់ទេអញ្ចឹងគាត់ក៏គិតថាប្រហែលជាគាត់ស្ដាប់ច្រឡំឯងនៅពេលដែលគាត់កំពុងតែអង្គុយនឹងទៀតគាត់យកកូនមកដល់គាត់អង្គុយហើយគាត់រៀងល្វើយតែគាត់ហ៊ានដេកព្រោះគាត់អ្នកលក់ដូរអញ្ចឹងយកគាត់លឺទៀតភ្លុងភ្លុងភ្លុងលឺយ៉ាងទៀតគាត់ថាហីមិនណឺលឺមកពីណាគាត់ក៏មកអស់ចិត្តគាត់ដើរទៅមើលនៅដងចំហៀងខាងមុខផ្ទះគាត់គាត់ថាប្រហែលជាលឺពីមុខផ្ទះគាត់ក៏មែនព្រោះដងមុខផ្ទះហ្នឹងពីច្រើនគីឡូមានអត្រាឬមកគោពីណាឡានគោយន្តហ្នឹងអាគោយន្តកាយឆ្នៃអ្នកគ្នាគីឡូមានអាហ្នឹងបើកកាត់គេប្រើសុំទឹកហ្នឹងអត់ឃើញម្ចាស់ក៏គេយកគាត់ទៅមើលអត់ឃើញទៀតអញ្ចឹងគាត់រៀងអត់សូវស្រួលហីមិនចេះពងនៅម្នាក់ឯងផងឲ្យកណ្ដាលថ្ងៃចេះហើយគាត់ក៏បានមកអង្គុយវិញម្សានេះអ្នកនរគ្នាប្រហែលជាមួយឡងប្រហែលជា10នាទីគាត់ថាម្សានេះមានលឺសលេងយងលឺសលេងលោតមកគឺលឺមកតហងលោតភ្លុងលោតឲ្យលោតទៀតបើយងវាយើងគាត់ចេះលឺហើយយើងធ្លាប់ប្រើទឹកដងយើងគាត់ចេះលឺថាយងគេបោះចូលទឹកមិនហើយមនុស្សលោតមិនគាត់ថាគាត់លឺចឹងហើយគាត់ភឺសពលគាត់ភ័យមកហើយគាត់ថាអូគាត់ថាកូននឹងដឹងលងគាត់ហើយកូននឹងលងគាត់ហើយគាត់លឺអញ្ចឹងគាត់គិតថាកូននឹងលងគាត់ហើយអញ្ចឹងគាត់ក៏ដើរទៅទ្វារខត់ហើយគាត់ទៅលួចមើលម្សាទៀតគាត់ទៅលួចមើលម្សាទៀតគឺដងនឹងនៅដដែលហើយលក្ខណៈថាស្ងាត់ឆឹងហ្មងសុំមិនតែសលេងសัตว์ស្អីក៏អត់មានខ្យល់បក់ដើមស្វាយនៅចិត្តនឹងក៏អត់មានដែរគាត់ថាស្ងាត់ឆឹងអញ្ចឹងគាត់គិតថាគាត់សូវស្រួលទេគាត់ក៏បិទទ្វារក្រោយរបស់គាត់ហ្នឹងបិទចោលហ្មងគាត់បិទចោលហើយគាត់ដើរមកមុខវិញក៏រឿងហ្នឹងចប់ត្រឹមហ្នឹងមិនចប់សាច់រឿងដែលកូននឹងលងគាត់ហ្នឹងអត់មានតន់ចប់ទេប្តីគាត់មកពីចការវិញគាត់ប្រាប់ប្តីគាត់ថារឿងហ្នឹងចេះមួយដំបងឡើយប្តីគាត់ថាខ្លួនឯងស្ដាប់ច្រឡំខ្លួនឯងងុយដេកឬមកក៏មិនមែនទេវាមិនគ្មានអញ្ចឹងព្រោះគាត់នៅយូរគាត់មិនដែលលឺអីទេព្រោះកូននឹងស្លាប់ហើយជាខ្ទង់2អាទិត្យអីគាត់អត់ដែលជួបទេអញ្ចឹងបងប្រុសបងថ្លៃខ្ញុំនឹងគាត់អត់ជឿហើយគាត់ក៏ធម្មតាទៅស្រាប់តែយប់ហ្នឹងយប់ដែលបងថ្លៃគាត់និយាយថាបងស្រីខ្ញុំនឹងជាស្ដាប់ច្រឡំឬមកគាត់ងុយដេកពេកអីចឹងហ្នឹងហើយយប់ហ្នឹងគឺបងថ្លៃខ្ញុំជួបម្ដងហ្នឹងហើយបងថ្លៃខ្ញុំជាធម្មតានៅខាងក្នុងគេអត់តាន់មានបន្ទប់ទឹកអីទេគឺគេទៅខាងក្រោយផ្ទះឬមួយក៏គេទៅកាប់ដីនៅក្រោយផ្ទះហ្នឹងឯងអញ្ចឹងបងថ្លៃខ្ញុំក៏ប្រាប់ថាពេលហ្នឹងគាត់ទៅបាត់ជើងតូចណាគ្នាគាត់ឈឺបាត់ជើងតូចចឹងហើយគាត់ត្រូវបើកទ្វារក្រោយដើរទៅក្រោយផ្ទះហើយគាត់បាត់ជើងតូចហើយគាត់ត្រូវចូលមកវិញប៉ុន្តែនៅពេលហ្នឹងគាត់ថានៅពេលដែលគាត់បាត់ជើងតូចហ្នឹងគឺមិនមែនបាត់ជើងតូចនៅខាងដៅហ្នឹងទេគឺគាត់ដើរមកចំហៀងមកខាងទៀត
mà chấm hiểm khang tè tiết á do quạt cho bọt chân tôi nó khỏi nâng hái quạt xếp tần lư quạt lư địch bộ pôn quạt lư nhằng lư bỏ vô châu tóc plung 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 chẳng có chân ngẩn đặc biệt anh á kết mà vô tóc mà nằng quạt ở chào róm xếp tao quạt nghệ tụm vúp ăn mình khơi này đặc biệt là quạt thà khai nâng khaiอย่างplư đái á bộ mơ tới khơi phì phì là chẳng về địch mơ hay ọt khơi chụp bạc mỏ ta khơi phì phì quạt khơi nam xoay khơi ấy chẳng chẳng có sờ lăng từng đầu nó đâu nóมีสการเพียบไปได้คือทอดมาchẳng qua cô đào cô ở khai nhất bông bông đọc này cô mình khai thang mọi lông quạ ở đây bông khai những bên nó cũng có chơi mình đây quạ đào thì trận đầu nâng hay còn mơ lệch mơ cái mơ chuyên mơ đậm ấy chẳng mình khơi ấy để quát cô ôi mình phứ ra bó em phứ ra bó còn mơ cho mơ hay còn đào cho mà téo hết còn bật phì vẫn còn mình toán ban đa bật khoản bật phì hay mình toán ban chiên trường tàu phốt còn lười thiệt còn lười plung 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 bỏ dùng từ tiệt đây là biểu tha bỏ dùng hay lược một vinh hay bỏ từ tiệt lược một vinh hay bỏ một tiệt ập trăm miền tắc hay trăm ở tắc việc bơ châu nông thôn nông hay này hả cứ bỏ tạt thôn nông hay lược một vinh cái đống nó bỏ lược hay còn mình toàn ban chiên trường tranh phóng lư tiệt quạt cũng bật phì quạt cho cũng bật phì ai tiệt ập mình khơi nhảy thì hay quạt hàng quạt ê bộ pôn quạt giấy thì hiện thường đái ở pôn chơi phèo bị thằng ấy hay dục lắm khơi mà đòi chơi phèo bị là nghỉ chứ hay có mặt đấy hay con giấy mùa pôn quạt thà ai quạt con lư đai quạt sập mùa pôn quạt hai con lư đai quạt lư mình năng vì quạt của pôn ta tới bát chừng tội dân bộ pôn ở bong sấy nhom nó ngó pe quạt lư học quạt phẩy còn đang còn thà ôi ai ơi thương mình thơ mình má tới lục đầu nâng trao tới nhung khai nè buồn đầu nó viên miên hưởng ấy cả lang hay dân khẩu vì ở đại phở phong là viên lư trong tiền trong bong khai những có quạt thả trong mơ sai quạt tình đầy ở kiện đặc vô mà chặn lụng đầu nó tơi quạt của mình tục đây phủ quạt đơn này quạt hàn tàu nó cứ lâu này phủ pi tập bóng phủ pôn quạt chuột quạt trừ để tậpไป chuột luôn này mà quạt trừ phủ quạt mà được quạt lại để nóไปquạt đai tầm mưa miên scam phiêu ấy để tận tay châu một tè với bắt phim to nó bạn đai trên không lư tiền chẳng quạt trừ quạt thà quạt chỉ câu nâng lâu này chẳng quạt có ban lục đầu nâng hai cái hái chất đòi quạt việc thà chặn đây chất đấu nâng mong hay hiệp smile mong hay down smile nâng của quạt cặp đã quạt tuổi quạt cặp bạnได้mến tha quạt lục hay quạt cặp phím nè miên khối tiệp bản quạt lục mới quạt lục đầu nâng hào smile nâng nền tài quạt toàn cặp ấy quạt tục sần toàn tờ chụp hương khối tiệt cặp đam smile nâng tiệt chẳng mình dây hướng đầu mùi đấu nè cái chẳng mà là nhung vậy tha đấu nó trong hiên khẳng hỏi tét nâng đấu nó không một tẹt đấu nơi khẳng một tẹt nâng nơi khẳng một tét và tay này trong hiên tét chẳng lục nâng hai cật phở ấy chỉ thòm đà mà lòng phải chỉ buồn đọc ngày tiệt bông sấy nhung qua pe dục hay thòm ná mình nơi sấy pe đà mình nơi phó bật chân tới cái tay khỏi tẹt tay mình sấy bong nhưng mà tì cứ qua tới một té tay nơi trong hiên á mình mới nó một té hai cái nơi trong hiên tẹt chẳng nó bây giờ quạt chân túi quạt nơi màu một khăn trong hiên té nắng xẹp tan đầu bỏ quạt nơi khẳng một té bong bộ nọ khỉ quạt cái bông ta bọt chân tôi cối bọt chân tôi nó quạt lư vô nâng bỏ trâu ta không tổ được plung 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 lư là hột lư bỏ hai lư việc blue nhọc mình tàn chẳng quát bọt chân chầm hiên mặc hàng tiết mình quần cùi tự bay một tên đấu quạt bay một tên đấu nè bắn tay nè đó cái này quạt tha quạt khơi cồn cái mình nâng cắn đấu cắn sorry nào cái cắn vô nó cục không đủ nâng múa nào con đi hỏi qua thằng cô nó cô cháu không ngờ lơ là việc cái đã khen đủ nữa đôi nhung phèp trong cái đã chơi buôn trống nó ấy cái đã bài chơi show tư mà thầm có play mà được trái nè nó đông cô cháu không hay canh vuông bò so nó bỏ chỗ nó đủ lực bỏ chỗ nó đủ lực còn thà còn khởi trong nào không nhiều quật đạch nghe hay quật xoay quạt xanh mà đang to tập ở đây bỏ quạt mà lơ quạt một quạt tranh mau quạt lược của bốn nó còn bốn ba chướng hay là về một đầy quạt lược hay su cả đây anh cả đây hơi bốn của anh dạy tranh đây quạt cận đây mà thật
ចូលផ្ទះគាត់និយាយតែប៉ុណ្ណឹងគាត់អត់មាននិយាយទៀតទេអញ្ចឹងនៅពេលនោះបងខ្ញុំគូថាឡើងញ័រមកណាគ្នាញ័រមែនតើញ័រឡើងដងទ្វារនិយាយអត់ចង់ចាញ់ទេអញ្ចឹងពេលនោះបងប្រុសខ្ញុំក៏ឲ្យគាត់សម្រួលចិត្តសម្រួលស្ងប់អីចឹងគាត់បិទទ្វារបិទអីឲ្យមកសទុះឲ្យបងខ្ញុំហូបទឹកហូបអីហើយគាត់ហិតពេញកន្លះហើយបានគាត់សួរបងខ្ញុំថាឯងកាត់អីមិនបានស្រែកលឺម៉េះខ្លាចអត់ខ្លាចភ្ញាក់កូនអីទេហើយមិនបានញ័រអញ្ចឹងបងស្រីខ្ញុំគាត់ប្រាប់ទៀតថាគាត់ឃើញខ្មោចកូនស្រីនឹងគឺអង្គុយគប់ទៅយោងទឹកនឹងចូលក្នុងដងគាត់ថាគាត់ឃើញច្បាស់ផ្ទាល់ភ្នែកឯងព្រោះពេលហ្នឹងគឺគាត់ថារបៀបថាមើលឃើញច្បាស់ហ្មងឃើញកូននឹងដូចគេប្រចាំងភ្លើងដាក់ហ្មងណាគ្នាគាត់អត់ឃើញច្បាស់ហ្មងហើយទៅពេលហ្នឹងបងប្រុសខ្ញុំថាគាត់ខំលុបអានដងខូចផ្ទះហើយមិនមកមុខផ្ទះបងស្រីខ្ញុំគាត់និយាយច្រើនទេគាត់ថាលុបមួយទៀតទៅលុបមួយទៀតហើយបងខ្លាចខ្ញុំគាត់ថាបើលុបមួយទៀតបានអីប្រើព្រោះអានដងនឹងគាត់ត្រូវការប្រើអញ្ចឹងបើលុបមួយទៀតពុកបាមិនងាយជីកទេដល់ពេលអញ្ចឹងគាត់ក៏គិតថាចាំមើលរកអីរកលោកអីមកសូចព្រមផ្ទះដោយសារតាមិនសូវស្រួលទេរឿងហ្នឹងវាមិនមែនតូចទេព្រោះបើបដ ாய் ទៀតប្រពន្ធគាត់ឃើញហើយខ្លាចអីចឹងឬមកកូនគាត់ឬមកគាត់ខ្លាចបំផុតគឺខ្លាចខ្មោចនឹងលងកូនគាត់មកគាត់ខ្លាចឡើងហ្នឹងមកអញ្ចឹងពេលហ្នឹងក៏ហៅលោកមកប្រព្រំផ្ទះគាត់អីចឹងហើយក៏ស្ងាត់នៅពេលដែលស្ងាត់ចឹងហើយគាត់របៀបថាពេលហ្នឹងដូចជាអត់មានរឿងអីកើតឡើងទៀតទេប៉ុន្តែដើមស្វាយនោះគាត់ថាមានរឿងទៀតបានគាត់កាប់ប៉ុន្តែគាត់អត់ទាន់បាននិយាយទេ sorry អ្នកនរហ្នឹងហើយនៅរឿងដើមស្វាយហ្នឹងគាត់ថាមានរឿងទៀតបានគាត់ឲ្យគេកាប់ឲ្យប្តីគាត់កាប់ប៉ុន្តែគាត់អត់បានទាន់និយាយរឿងដើមស្វាយហ្នឹងទេគាត់និយាយតែរឿងដូងហ្នឹងសិនឯងហើយរឿងដើមស្វាយហ្នឹងចាំវគ្គក្រោយទៀតដោយសារតាដំបងឡើយខ្ញុំថានិយាយតាខ្ញុំនិយាយពីររឿងណាតែឥឡូវប្រហែលជាអត់បានពីររឿងទាំងអស់គ្នាខ្ញុំគិតថាអត់បានទេតែមើលរឿងនឹងបានទេព្រោះអ្នកអត់គ្នាឃើញកខ្ញុំឡើងស្តៀនមកដោយសារតែខ្ញុំនិយាយយូរទៅវាស្អាតកវាចង់តែក្អកផឹកទឹកហើយក៏នៅតែចង់តែក្អកហ្មងប្រហែលជានិយាយច្រើនពេកខ្ញុំគិតថាពីររឿងតាប៉ុន្តែរឿងនេះវែងខ្ញុំគិតថាវែងអញ្ចឹងរឿងបងប្អូនស្រីដែលតាគាត់ជួបហ្នឹងក៏សាហាវដែរជួបនៅក្នុងវត្តតានឹងចាំក្រោយជាមួយរឿងដើមស្វាយតែសុំតែរឿងនេះសិនហើយបងចូលចិត្តខ្ញុំនិយាយរឿងចុច like subscribe YouTube របស់ខ្ញុំមួយមកអូខេអញ្ចឹងបើសម្រាប់បងប្អូនដែលមានរឿងចង់ចែករំលែកមកខ្ញុំអាចចែករំលែកបានចាំខ្ញុំដាក់link Facebook page របស់ខ្ញុំទៅចាំបងប្អូនឆាតមកចែករំលែកខ្ញុំមកខ្ញុំក៏យកទៅចែករំលែកបន្តឲ្យបងប្អូនទាំងគ្នាបានស្ដាប់កំសាន្តពេលធ្វើការឬក៏ពេលបងប្អូនធ្វើអីក៏ដោយស្ដាប់កំសាន្តទៅប៉ុន្តែរឿងនេះខ្ញុំសូមបញ្ជាក់ខ្ញុំអត់បង្ខំឲ្យបងប្អូនទាំងគ្នាជឿខ្ញុំទេហ្នឹងហើយស្ដាប់ជាការកំសាន្តនិងដោយការពិចារណាព្រោះធម្មតាម្នាក់សុទ្ធតែជួបប៉ុន្តែមិនមែនជួបដូចគ្នាទេខ្ញុំក៏ធ្លាប់ជួបអ្នកណាក៏ធ្លាប់ជួបដែរប៉ុន្តែរឿងមានសាហាវមានអត់សាហាវមួយគួរឲ្យខ្លាចនិងមិនគួរឲ្យខ្លាចអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាខ្ញុំមានតែប៉ុណ្្នឹងទេហើយបើបងប្អូនទាំងគ្នាចូលចិត្តខ្ញុំកុំភ្លេចជួយចុច like និងដាក់បេះដូងហើយចុច subscribe របស់ខ្ញុំមួយមកហើយបញ្ជាក់មួយទៀតណាកុំភ្លេចចែករំលែកសាច់រឿងបើសិនជាបងប្អូនទាំងគ្នាមានសាច់រឿងចង់ចែករំលែកមកខ្ញុំអាចចែករំលែកបានអូខេបាយបាយអរគុណច្រើនសម្រាប់ការទស្សនា